តើអាស៊ានត្រូវបានបង្កើតឡើងនៅឆ្នាំណាហើយប្រទេសជាសមាជិកទាំងអស់បានក្លាយជាសមាជិកពេញសិទ្ធិនៅក្នុងឆ្នាំណាដែរអាស៊ានចេញពីពាក្យថា ASEAN ដោយមានឈ្មោះពេញជាភាសាអង់គ្លេសថា Association of Southeast Asian Nations ឬន័យជាខ្មែរថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍គឺជាអង្គការថ្នាក់តំបន់មួយរួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង11ដែលជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាលនិងជួយសម្រួលការធ្វើសមាហរណកម្មសេដ្ឋកិច្ចនយោបាយសន្តិសុខយោធាការអប់រំនិងវប្បធម៌ក្នុងចំណោមសមាជិកទាំងអស់និងបណ្ដាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិកសមាគមអាស៊ានត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី8ខែសីហាឆ្នាំ1967ដោយមានប្រទេសឥណ្ឌូនេស៊ីម៉ាឡេស៊ីហ្វីលីពីនសិង្ហបុរីនិងប្រទេសថៃដោយមានការចូលរួមបន្ថែមពីប្រទេសព្រុយណេកម្ពុជាមីយ៉ាន់ម៉ាឡាវវៀតណាមនិងទីមុខខាងកើតប្រទេសព្រុយណេដារុសាឡឹមបានក្លាយជាសមាជិកទី6ពេញសិទ្ធិរបស់អាស៊ាននៅថ្ងៃទី7ខែវិច្ឆិកាឆ្នាំ1984ប្រទេសវៀតណាមបានក្លាយជាសមាជិកទី7របស់អាស៊ាននៅថ្ងៃទី28ខែកក្កដាឆ្នាំ1995ប្រទេសមីយ៉ាន់ម៉ាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី23ខែកក្កដាឆ្នាំ1997ប្រទេសឡាវបានចូលជាសមាជិកទី9របស់អាស៊ាននៅថ្ងៃទី23ខែកក្កដាឆ្នាំ1997ប្រទេសកម្ពុជាបានក្លាយជាសមាជិកទី10នៅថ្ងៃទី30ខែមេសាឆ្នាំ1999ចំណែកចុងក្រោយប្រទេសទីម៉ូឡេស្តេបានក្លាយជាសមាជិកទី11នៅថ្ងៃទី26ខែតុលាឆ្នាំ2025នេះអរគុណសម្រាប់ការតាមដានទស្សនាសូមចុច like និង Subscribe ដើម្បីទទួលបានព័ត៌មានជាតិព័ត៌មានអន្តរជាតិក៏ដូចជាចំណេះដឹងផ្សេងៗទៀតជារៀងរាល់ថ្ងៃសូមអរគុណ